ខ្ញុំអត់ឲ្យប្រជាពលរដ្ឋរាប់លាននាក់ឲ្យធ្វើកន្លែងលបងទាំងមួយនិយាយគ្នាហើយតែប្រទេសលឺបន្លាយលឺយកលបងធ្វើលឺបន្លាយមាត់បន្លាយធ្វើមកទៅបើទៅនេះលឺគ្រូណាស់បើបាទឥឡូវគ្រូណាស់បើទៀតហើយមើលធ្វើកំងលូអត់ឲ្យគេបើរួចមើលធ្វើលបងនៅពីលើលបងនេះទុកនេះនិយាយគ្នាហើយពេលញ៉ោហ្នឹងបងម្ចាស់អត់អីមែនទេអត់អីจะធ្វើប្រាប់គាត់ខ្ញុំស្អីខ្ញុំត្រូវកាយមកពីនោះមកដល់ចិត្តដល់ហើយដល់ជួយប្រាប់ខ្ញុំកាយអត់កាយទេបាទខ្ញុំត្រូវអាហ្នឹងកាយពួកឯងមើលកាយឈោមមើលកាយពួកឯងមើលបើកមកលួបើកមកលួគាត់មើលវិញទៅត្រូវស្ដាពួកឯងមើលស្ដាយកាយចាក់ស៊ីម៉ងលឺចាក់លបងលឺអាហ្នឹងអស់ហើយហ្នឹងឥឡូវធ្វើមិនទៅដល់អញ្ចឹងខ្ញុំមកទុកទេណាប្រាប់ឲ្យណាពេលខ្ញុំមកដល់កន្លែងហ្នឹងខ្ញុំលឺណាខ្ញុំអត់ឲ្យប្រជាពលរដ្ឋរាប់លាននាក់ឲ្យមកធ្វើកន្លែងលបងទាំងមួយនិយាយគ្នាហើយអត់ពេញអស់ពួកធ្វើអញ្ចឹងធ្វើឲ្យគ្នាកាយស្ដាបន្លាយស្ដាយធ្វើមិនទៅអានជួយនាំពាក្យទៅចុះជួយនាំពាក្យបានបើអញ្ចឹងស្ទះងាប់ហើយបងដែលជាកម្មករចេញពីខាងរោងចក្រមកចេញពីរោងចក្រមកនេះស្អាតរោងចក្រនេះ3ជាន់4ជាន់ពីកម្មករនេះច្រើនណា3 4ជាន់មកទាំងអស់មកនៅលើខាងនេះគាត់នឹងមកនៅរើអានេះយើងនឹងបានផ្លូវមួយខ្សែទុកឲ្យប្រជាពលរដ្ឋយើងដើរបានអស់គ្នាដើរទាំងអស់គ្នាឬអានឹងចេញមកបានផ្លូវមួយខ្សែប៉ុណ្ណានេះផ្លូវមួយខ្សែព្រោះនេះចេញពីនេះមកវាធ្វើថាទាំងអស់បានផ្លូវបានខ្សែទាំងអស់នេះផ្លូវមួយប៉ុណ្ណានេះផ្លូវជួយធ្វើផ្លូវយើងនឹងបានផ្លូវមួយឈ្មោះឲ្យស្អាតសម្រាប់ឲ្យកម្មករដើម្បីរំដោះពីព្រៃទារបស់ពីព្រៃទាច្រើនណាស់កុងកណើគាត់នៅនឹងឡានតូចឡានធំទាំងអស់កម្មករមួយថ្ងៃមិនតូចជាង10000នាក់ទេដែលត្រូវឆ្លងកាត់ហ្នឹងអញ្ចឹងអាម៉ោង11ល្ងាចម៉ោង4ម៉ោង5នេះបងប្អូនកម្មករចេញមកខ្ញុំគ្រោះថ្នាក់ខ្ញុំភ័យជំនួសលក់ដូរនៅចៅខ្នរផងអីផងឥឡូវទុកឲ្យអ្នកស្មើជើងឲ្យបងប្អូនទាំងអស់ដើម្បីដើរតាមហ្នឹងចេញទៅចាក់ជ្រូកមកអញ្ចឹងយើងបានផ្លូវនេះទោះជាថាមិនបានល្អមិនបានចាក់កស៊ូឬក៏ចាក់សាបពួកខ្ញុំនឹងឈូសពេលខែនេះហ្នឹងខ្ញុំនឹងឈូសឲ្យស្អាតឲ្យបានយើងនឹងឈប់ផ្លូវនេះឲ្យបានស្អាតដើម្បីឲ្យបងប្អូនដើរបានផងទេសចរផងនៅនឹងទាំងអស់គ្នាដើម្បីជួយរំដោះផ្លូវព្រៃទាមកផ្លូវនេះមួយទៀតដែលមានចម្ងាយ2គីឡូជាង2គីឡូពីចេញពីជីបម៉ុងកន្លែងបល័យជីបម៉ុងជួយមកកាត់តាមហ្នឹងត្រូវទាំងអស់2គីឡូជាង3ប្រហែលខ្ញុំមិនទូទាយទៅមិនលើសពីប្រហែលជា3គីឡូដែរ